សម្រាប់បងប្អូនដែលគាត់ចង់ឡើងស៊េរីឥឡូវនេះឃើញថា stock សម្បក iPhone 14 Pro ធម្មតា iPhone 14 Pro អាតូចបាទអាចឡើងទៅ17 Pro បានហើយបងប្អូននេះខ្ញុំទទួលបានមកដើមហើយបន្តទៀតនេះគឺតកតងនឹងការងារឡើង G បាទខ្ញុំទទួលបាន iPhone 11 Pro Max បាទ 64G ទេបាទតែតេជន់គាត់បាទយកមកធ្វើការឡើង G នៅខាង Vivek បាទឡើងទៅ 256G បាទម្ដងនេះគឺគាត់ចាំយកតែម្ដងបាទអាចចាំយកបានណាតកតងនឹងបញ្ហាដែលស្ទើរថ្មបាទ iPhone 13 Pro Max បាទក៏បាក់ស្ទើរខូចតួដែរបាទយើងធ្វើការផ្លាស់ប្ដូរតួស៊ីនដែរបញ្ហាដែលខូចអេក្រង់បាទនេះគឺអតិថិជនគាត់មកផ្ទាល់បាទសម្រាប់ Pixel បាទយើងធ្វើការផ្លាស់ប្ដូរអេក្រង់ជូននឹងហើយសម្រាប់ Samsung ខ្ញុំក៏ទទួលបាន Samsung Note 10ធម្មតាបាទនេះគឺ Note 10អាតូចទេដោយបងប្អូនឃើញហ្នឹងគឺបញ្ហាដែលខូចអេក្រង់បាទបែកខ្នងម៉ាស៊ីនអត់ដំណើរការបាទស្ទើរកាមេរ៉ាក្រោយអញ្ចឹងយើងធ្វើការមកយកតែម្ដង iPhone 11 Pro Max បញ្ហាដែរបាទបែកបាក់ស្ទើរទូហើយបាទយើងធ្វើការផ្លាស់ប្ដូរអេក្រង់ស៊ីនបាទឃើញថាតេជន់ក៏ផ្លាស់ប្ដូរថ្មបាទថ្មល្អមកក្របដែរថ្មលើមពេះបាទនេះក៏ Samsung ដែរបាទគឺ Samsung Note 10 Plus បាទយើងផ្លាស់ប្ដូរអេក្រង់ Copy OLED និងដូរកញ្ចក់ខ្នងបាទក៏ដូចជានេះគឺ Pixel បាទ Pixel 7 Pro បាទបញ្ហាដែលជាប់ខ្មៅដានខូចអេក្រង់បាទយើងធ្វើការផ្លាស់ប្ដូរអេក្រង់Copy OLED បាទហើយនេះក៏បញ្ហាដែលខូចអេក្រង់ដែរបាទស៊េរីដូចគ្នាបងប្អូនPixel 7 Pro បាទក៏ដូចជាបាទបញ្ហាដែលខូចអេក្រង់បាទមិញនេះគឺ Samsung S22 Ultra បាទក៏ដូចជា Note 9បញ្ហាដែលខូចអេក្រង់បាទយើងមានជាប្រភេទអេក្រង់ copy ធម្មតាបាទអាច type ប្រើបានណាបងប្អូនបាទ Samsung បាទ Note 20 Ultra បាទយើងធ្វើការផ្លាស់ប្ដូរអេក្រង់ស៊ីនបាទស៊ីនជាប់តួតែម្ដងបាទនេះគឺ iPhone 11អតិជនធ្លាប់ឡើងស៊េរីបងប្អូនឥឡូវនេះគឺបាទយកមកដាក់សបកស៊ីនវិញបាទនេះក៏ Pixel ដែរបាទ Pixel 7 Pro បាទយើងធ្វើការផ្លាស់ប្ដូរអេក្រង់ណាបានខែខ្ញុំទទួលបាន2កញ្ចប់បាទសម្រាប់អត់ដើមមុនគេនេះគឺអតិជនគាត់ផ្ញើមកធ្វើការផ្លាស់ប្ដូរអេក្រង់បងប្អូនសម្រាប់ iPhone 12ផ្លាស់ប្ដូរយកអេក្រង់ស៊ីនបន្ទាប់ទៀតមកកញ្ចប់បាទបានខែដូចគ្នាiPhone 11បាទអតិជនគាត់ផ្ញើមកឡើងស៊េរីបាទ